នៅថ្ងៃនេះខ្ញុំសូមចែករំលែកនៅចំណេះដឹងពីសិទ្ធិប្រតិបត្តិមួយចំនួនហើយในការជំជាពីសិទ្ធិប្រតិបត្តិទាំងនេះដើម្បីមានមូលដ្ឋាននៅក្នុងការប្រើប្រាស់សិទ្ធិរបស់ខ្លួនដែលមានចំពោះទ្រព្យសម្បត្តិពិសេសគឺអចលនវត្ថុអញ្ចឹងសិទ្ធិដែលខ្ញុំចង់ជម្រាបចែករំលែកជូននៅពេលនេះគឺជា hypothèque ជាមធ្យោបាយជាសិទ្ធិប្រតិភូប្រតិបត្តិដែលអនុញ្ញាតឲ្យម្ចាស់សិទ្ធិនឹងឯងមាននៅសិទ្ធិនៅក្នុងការទាមទារសំណងពីកូនបំណុលហើយម្ចាស់សិទ្ធិនឹងឯងអាចអនុវត្តសិទ្ធិលើបំណុលរបស់ខ្លួននឹងឯងចំពោះកូនបំណុលដោយបង្ខំណាក្នុងករណីដែលកូនបំណុលមិនអនុវត្តកាតព្វកិច្ចការអនុវត្តដោយបង្ខំឬការអនុវត្តសិទ្ធិរបស់ម្ចាស់បំណុលនេះឯងវាគឺត្រូវធ្វើឡើងតាមរយៈស្ថាប័នតុលាការតាមនីតិវិធីដែលច្បាប់បានកំណត់ការបង្កើត hypothèque នេះជាកិច្ចការសំខាន់ណាលក្ខខណ្ឌទី1គឺ hypothèque ត្រូវបង្កើតឡើងតាមការព្រមព្រៀងនិងតាមទម្រង់លិខិតយថាភូតទី2គឺ hypothèque ហ្នឹងត្រូវចុះបញ្ជីនៅរដ្ឋបាលសូដីអញ្ចឹងការបំពេញលក្ខខណ្ឌទាំងពីរយ៉ាងនេះឯងវាបង្កើតឲ្យមាននៅលក្ខខណ្ឌតតាំងចំពោះតតិយជនយើងដែលសង្កេតឃើញថាភាគច្រើនភាគីនៃកិច្ចព្រមព្រៀងណាបង្កើតរបបតែកហ្នឹងវាច្រើនតែជាគីដែលជាធនាគារបាទណាគ្រឹះស្ថានធនាគារឬក៏មីក្រូហិរញ្ញវត្ថុប៉ុន្តែបើយើងរកអ្នកផ្សេងដែលក្រៅពីធនាគារក៏អនុវត្តបានបាទក៏ធ្វើកិច្ចសន្យាបានដូចគ្នាបាទអញ្ចឹងម្ចាស់បំណុលអ៊ីប៉ូតែកក្នុងករណីហ្នឹងជារូបមន្តបុគ្គលបាទអ្នកដែលបង្កើតអ៊ីប៉ូតែកអ្នកដែលបាទជាកូនបំណុលក៏ជារូបមន្តបុគ្គលអញ្ចឹងអាចថាជាមិត្តភ័ក្តិអាចថាជាមនុស្សស្គាល់គ្នាទុកចិត្តណាបាទអាហ្នឹងគឺវាអត់មានទោះកោអីទេបាទករណីធនាគារករណីរូបមន្តបុគ្គលណាហ្នឹងយើងឃើញថាមួយជារូបមន្តបុគ្គលភាគីខាងទៀតនោះជានីតិបុគ្គលណាបាទជាស្ថាប័នធនាគារទី2អំពីសិទ្ធិលើការបញ្ចាំសិទ្ធិលើការបញ្ចាំក៏ជាបាទជាសិទ្ធិដែលអនុញ្ញាតឲ្យម្ចាស់សិទ្ធិនឹងឯងទទួលបាននៅការសងហ្នឹងបាទមុនម្ចាស់បំណុលផ្សេងទៀតដោយសារសិទ្ធិលើការបញ្ចាំនឹងឯងគឺវាមានលក្ខណៈមួយដែលម្ចាស់បំណុលឬក៏ម្ចាស់សិទ្ធិលើការបញ្ចាំនឹងឯងគឺមានការគ្រប់គ្រងមានការក្តាប់ទុកនៅវត្ថុដែលជាកម្មវត្ថុនៃសិទ្ធិលើការបញ្ចាំអញ្ចឹងដោយសារខ្លួនគ្រប់គ្រងវត្ថុដែលជាកម្មវត្ថុនៃសិទ្ធិលើការបញ្ចាំហើយខ្លួននឹងឯងមានសិទ្ធិក្នុងការទទួលបាននៅការសងនឹងឯងមុនម្ចាស់បំណុលផ្សេងទៀតបាទហ្នឹងគឺសិទ្ធិលើការបញ្ចាំ